បាទជំរាបសួរបងប្អូនដើម្បីវិលមកជួបត្រឡប់ខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺមក review ហាងមួយកន្លែងដែលជាហាងបែបកូរ៉េឈ្មោះថា Kama Ake គឺនៅបឹងកេកងមួយផ្លូវសពអានកែង312គឺហាងគេគឺមានអ្វីដែលពិសេសនោះគឺមីឧដុង្គដែលជាមីបែបកូរ៉េអូខេក្នុងជប៉ុនក៏មានដែរគឺមីឧដុង្គហើយគឺមានម៉ូដបែបថៃលក្ខណៈថ្មីថ្មីរបស់គេមួយភាសាម្ដងដល់បងប្អូនទៅមើលហាងរបស់គេទៅគឺមានមនុស្សច្រើនណាស់ដូចបងប្អូនឃើញអញ្ចឹងណាមានបាយមានមីឧដុង្គហើយគេធ្វើភ្លាមៗដូចបងប្អូនឃើញអញ្ចឹងនិយាយទៅគឺវាប្លែកផ្នែកផ្លែអារម្មណ៍ណាគឺឃើញម្ដងណាមើលមនុស្សគេមួយឃើញហើយចង់តែកំងទាំងអស់តែហូបទាំងអស់អញ្ចឹងយើងកំងម្ដងមួយទៅហើយឃើញកន្លែងគេធ្វើភ្លាមៗហ្នឹងគឺមើលទៅម្ដងណាគឺគេធ្វើភ្លាមៗហើយសោះភ្លាមៗដូចបងឃើញហ្នឹងមីឧដុង្គគេណាបែបកូរ៉េគេគឺមនុស្សមកច្រើនណាស់មកសាកនៅហាងហ្នឹងព្រោះហាងយូរបើកយូរហើយតែគាត់ថាគឺឆ្ងាញ់និយាយទៅអាហាររបស់គេធ្វើថ្មីភ្លាមៗមីឧដុង្គគេហ្នឹងណាហើយយើងក៏បានហៅកំងអីខាងមីឧដុង្គរបស់គេហ្នឹងហើយគឺនិយាយទៅគឺមានដាក់ថែមពងមាន់ពីលើអីទៅស្អីដែលយើងកំងណាឬលក្ខណៈឆាលក្ខណៈអីក៏មានដែរយើងចង់លក្ខណៈឆាណាហើយនិយាយទៅគឺឆ្ងាញ់ប្លែកមាត់របស់គេមែនគឺបែបកូរ៉េណាហើយក៏វាមានអ្នកយើងប្រហិតពងស្លាប់មាន់ប្រើមាន់ឲ្យបន្ថែមអីចឹងយើងហៅដាក់ពីលើនឹងទៅប្រហិតអីពងអីហ្នឹងគេមានបន្ថែមឲ្យយើងទៀតយើងអាចហៅបន្ថែមនិយាយទៅមីគេថ្មីស្រស់និយាយទៅគឺមកលោកនេះគឺប្លែកមកទៀតហើយមានទាំងគីមជីគីមអីណាទៀតណានិយាយទៅគឺហាងគេដាច់ណាស្ថិតតែមនុស្សគឺមកច្រើនមែនតើគឺមកលក់មីឧដុង្គគេហ្នឹងនិយាយទៅហើយសម្រាប់ភេសជ្ជៈអីក៏មានយើងជ្រើសរើសដែរដូចជាលក្ខណៈដូចថាទៅហ៊ូអីបែបកូរ៉េណាហើយភេសជ្ជៈរបស់គេណាទៅយើងអាចកំងហើយទៅយើងលើកដាក់មកថាសយកទៅហ្មងណានេះគាត់ថែមថយខ្លួនគាត់ណាគាត់ហៅមុខហូបណាដែលគាត់ចូលចិត្តអីចឹងទៅហាងគេគឺទៅសេវាកម្មគេលឿនណាយើងហៅចាំតែមួយផ្លែទេ5 6នាទីយ៉ាងយូរ10នាទីទៅមនុស្សច្រើនប៉ុណ្ណឹងក៏នៅសេវាកម្មលឿនដែរទៅកន្លែងអង្គុយអត់ចង់មានទៅចាំថ្ងៃអាទិត្យទៅមនុស្សច្រើនហើយហាងគេស្អាតធំទូលាយកន្លែងចតឡានចុះម៉ូតូក៏ល្អដែរហើយនិយាយទៅគឺបែកមាត់មកសាកឲ្យលក្ខណៈដូចថាយើងទៅដួសតកកដួសអីយើងដាក់ទឹកដាក់យើងដួសខ្លួនឯងចឹងណាគេដាក់យើងដួសឲ្យមិនថាលក្ខណៈដូចថាទឹកជ្រលក់យើងចង់ដាក់ទឹកជ្រលក់អីក៏យើងទៅដាក់ខ្លួនឯងដែរទៅនិយាយទៅយើងញ៉ាំអាហារបែបកូរ៉េម្ដងគឺប្លែកអានេះវាមានឈ្មោះគេដែលខ្ញុំចាំភ្លេចបាត់ហើយតែវាមានលក្ខណៈបែបយើងស៊ុបដាក់យើងស្រាប់ចឹងមានសាច់មានអីចឹងណាហើយរសជាតិគេស្រាទេអត់មានដិតហ្មងទេនិយាយទៅលក្ខណៈអាហារសុខភាពអានេះបែបលក្ខណៈស៊ុបមីឧដុង្គគេណាយើងហៅបែបលក្ខណៈស៊ុបហើយនឹងមួយយ៉ាងវិញទៀតគឺគេមានដូចជាធនឈើចឹងតែយកបានហៅគេហៅហ្នឹងច្រើនជាងយើងឡើងហៅលក្ខណៈស៊ុបទៀតសេចចិត្តយើងចង់ហៅរៀងហ្នឹងក៏បានដែរហើយនិយាយទៅគឺវាផ្លែកផ្នែកដែរយើងមកមើលអាហារថ្មីចឹងណាព្រោះខ្ញុំវិញខ្ញុំហៅបាយមាន់ទេតែបាយមាន់ខ្ញុំមិនដល់ទេហើយសម្រាប់អ្នកទឹកជ្រលក់ទឹកអីយើងអាចដួសដាក់អីខ្លួនឯងចឹងណាយើងដាក់តាមចិត្តទៅហើយកូនខ្ញុំនេះគឺញ៉ាំបាយផ្ទះគាត់អត់ទាន់ញ៉ាំក៏ញ៉ាំនេះតែគាត់ចេះហូបនេះទេគឺគាត់ញ៉ាំហូបម៉ាក់គេដាក់យកមកផ្ទះចឹងណាហើយដល់មកតាមការទេគឺ clean ហើយបាទតែញ៉ាយើងគឺចាប់ដាក់សិនហើយគឺ clean ហើយចាប់បាយកូនហើយយើងក៏បានទេគឺលក់អីទៅដូចជាគេស្រាអត់ដិតទេគឺមកល្មមមកទួយកបានចឹងណាគេទៅដូចអាហារសុខភាពអាហារដែលយើងញ៉ាំអត់ឡើងកាដូអីហ្មងអាហារនេះគឺញ៉ាំទៅគឺមានរសជាតិប្លែកមាត់ថ្មីទទួលបាននៅរសជាតិថ្មីចឹងណាចាំបងប្អូនភ្លេចគឺហាងកូរ៉េនេះគឺឆ្ងាញ់មីឧដុង្គគេណាហើយខ្ញុំនេះគឺហៅបាយមាន់ហើយមុនហៅញ៉ាំភេសជ្ជៈរបស់គេសិនណាហើយមុនញ៉ាំបាយចឹងណានិយាយទៅគឺជាស្លប់ហ្មងអอกមកគឺយើងធ្វើការលក់ឬជាគេបាយមាន់ឆ្ងាញ់មែននិយាយទៅមានជាតិរបស់គេជាតិប្លែកដាក់ទៅគឺអត់ដិតទេគឺដាក់ទៅមានឆ្ងាញ់មែនតើហើយបើខ្ញុំវិញញ៉ាំបាយផងញ៉ាំមួយមីឧដុង្គរបស់គេផងនិយាយទៅគឺយើងញ៉ាំមានទឹកស៊ុបមានអីខ្លះចឹងទៅវាឆ្ងាញ់ចឹងណាមិនភ្លៀងមិនអីផងវាចាក់ញ៉ាំក្តៅចឹងនិយាយទៅគឺឆ្ងាញ់ណាស់ហើយពួកខ្ញុំគាត់អត់ពេកចង់បាយកូនយើងវគ្គគាត់ញ៉ាំម្ដងបាទហើយវីដេអូអត់មានច្រើនទេបងប្អូនហ្នឹងហើយកុំភ្លេចបើសិនជាបងប្អូនចង់មកភ្លក់អីនៅហាងកូរ៉េតម្លៃធូរថ្លៃទេ10រៀលជាងអីទេបាទឈុតមួយឈុតគេណាហើយអញ្ចឹងបងប្អូនចង់មកញ៉ាំអីគឺនៅហាងកូរ៉េរបស់គេនៅផ្លូវ Pasteur កាយនឹង302អញ្ចឹងនៅបឹងកងមួយណាហើយហ្នឹងហើយយើងញ៉ាំឆ្អែតទេមានអីនិយាយទៅគឺដល់ម៉ោងទៅផ្ទះវិញហើយកូនក្បាក់ខើរោរឿងអញ្ចឹងកុំភ្លេចបងប្អូនមកញ៉ាំដល់គ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នេះជួបគ្នាវីដេអូក្រោយបាយ